អ្នកស្ដាប់ទាំងអស់គ្នាជាទីគោរពរាប់អាននៅយប់រាត្រីនេះខ្ញុំមានរឿងនិទានដ៏ព្រឺព្រួចមួយតើអ្នកជឿទេថាសំឡេងខ្លះមិនមែនកើតចេញពីមនុស្សរស់ថ្ងៃនេះរឿងរ៉ាវអាក់កំបាំងនឹងនាំអ្នកទាំងអស់គ្នាទៅជួបនឹងបទពិសោធន៍ពិតដ៏រំភើបមួយដែលបានកើតឡើងនៅក្នុងការថតកុនខ្នាតខ្លីរបស់ក្រុមនិស្សិតមួយក្រុមអ្វីដែលកាន់តែព្រឺព្រួចយ៉ាងនេះទៅទៀតនោះគឺយើងមានសំឡេងពិតដែលថតជាប់ដោយចៃដន្យនៅសម្រេចដ៏ល្វឹងល្វើយលាយនឹងសំឡេងសំណើចដ៏ក្រលួចដែលមិនមែនជាសំឡេងរបស់តួសម្ដែងឬក្រុមការងារឡើយតើបងប្អូនរៀបចំចាត់រួចរាល់ហើយសូមបិទភ្លើងរកកន្លែងស្ងាត់រួចតាមដានសាច់រឿងទាំង10ភាគជាមួយខ្ញុំដូចតទៅតើអ្នកធ្លាប់ឮទេថាកន្លែងខ្លះមានម្ចាស់ហើយពាក្យសម្ដីខ្លះមិនអាចនិយាយលេងសើចបានឡើយថ្ងៃនេះរឿងរ៉ាវអាក់កំបាំងសូមនាំអ្នកទាំងអស់គ្នាទៅជួបនឹងរឿងរ៉ាវពិតដែលបានកើតឡើងចំពោះកងថតកុនខ្នាតខ្លីរបស់ក្រុមនិស្សិតនិងមួយក្រុមពួកគេចង់បានភាពល្អឥតខ្ចោះនិងភាពសមពិតប៉ុន្តែអ្វីដែលពួកគេទទួលបានមកវិញគឺសម្រេចដ៏រំភើបដែលមិនមែនជាកម្មសិទ្ធិរបស់លោកតើមានអ្វីកើតឡើងចំពោះមករានិងក្រុមការងាររបស់គេរឿងរ៉ាវនេះបានចាប់ផ្ដើមកាលពីប្រហែល6ឆ្នាំមុនមករាគឺជាយុវជនម្នាក់ដែលមានមហិច្ឆតាខ្ពស់ក្នុងវិស័យភាពយន្តគេនិងមិត្តភ័ក្តិ4នាក់ទៀតមកពីសាកលវិទ្យាល័យល្បីមួយបានសម្រេចចិត្តចុះទៅខេត្តសៀមរាបដើម្បីថតរឿងខ្នាតខ្លីមួយចូលរួមប្រកួតក្នុងកម្មវិធីថ្នាក់ជាតិមករាជឿជាក់លើខ្ញុំទៅគ្រប់គ្នាយើងថតនៅវត្តបុរាណក្នុងភូមិនេះយើងនឹងបានរូបភាពស្អាតហើយឈ្នះពានមិនខានយើងត្រូវការភាពសមពិតបំផុតទាំងទីតាំងនិងសាច់រឿងដែលពួកគេជ្រើសរើសគឺតាក់ទងនឹងទំនៀមទម្លាប់បុណ្យភ្ជុំបិណ្ឌនិងការបោះបាយបិណ្ឌប៉ុន្តែពួកគេមិនបានដឹងឡើយថាការព្យាយាមធ្វើឲ្យដូចការពិតពេកជួនកាលវាអាចតាក់ទាញការពិតដែលមើលមិនឃើញឲ្យមកចូលរួមដែរពួកគេបានធ្វើដំណើរទៅដល់ភូមិមួយដែលនៅឆ្ងាយពីក្រុងភូមិនោះមានផ្ទះឈើបុរាណនិងមានដើមឈើធំម្លប់ត្រឈឹងត្រឆៃបរិយាកាសនៅទីនោះហាក់ដូចជាមានអ្វីម្យ៉ាងតាមសម្លឹងមើលពួកគេគ្រប់ជំហានមើលចុះផ្ទះឈើនៅទីនេះស័ក្តិសមណាស់សម្រាប់ឈុតឆាករបស់យើងនឹងស្នាក់នៅទីនេះមួយរយៈដើម្បីត្រៀមខ្លួនក្នុងក្រុមរបស់មករាមានយុវតីម្នាក់ឈ្មោះទេវីនាងមានអារម្មណ៍មិនស្រួលតាំងពីចិនទឹកដីភូមិនេះភ្លាមទេវីតែងតែមានអារម្មណ៍ថាមានខ្យល់ត្រជាក់ម្យ៉ាងមកប៉ះកញ្ចាំងករបស់នាងជានិច្ចទោះបីពេលនោះមេឃកំពុងតែក្តៅហប់ក៏ដោយនៅល្ងាចដំបូងនៃការរៀបចំសម្ភារៈមករាបានដំឡើងម៉ាស៊ីនថតនិងមេក្រូសាក់លបងក្នុងខណៈដែលគ្រប់គ្នាស្ងាត់ស្ងៀមមករាបានពាក់កាសដើម្បីស្ដាប់សំឡេងជុំវិញមករាបានស្ដាប់សំឡេងដ៏គួរភ្ញាក់ផ្អើលហេតុអ្វីមានសំឡេងមករំខានអញ្ចឹងអ្នកណានិយាយអីមែនអត់មានទេមករាពួកយើងកំពុងរៀបចំភ្លើងតាមករាដកកាសទាំងងឿងឆ្ងល់សំឡេងដែលគេឮក្នុងមេក្រូមិនមែនជាសំឡេងនិយាយគ្នាធម្មតាទេប៉ុន្តែវាដូចជាសំឡេងធ្ងរដ៏វែងអន្លាយចេញពីក្រោមផ្ទះឈើដែលគេកំពុងតែស្នាក់នៅតើអ្វីទៅជាសំឡេងដែលមករាឮហើយតើវត្ថុបុរាណដែលពួកគេត្រៀមនឹងទៅថតនោះមានអាកំបាំងអ្វីលាក់ទុកកុំភ្លេចរងចាំតាមដានក្នុងភាគទី2ដែលយើងនឹងនិយាយវត្ថុបុរាណនិងពាក្យប្រមានរបស់តាដូងប្រសិនបើបងប្អូនចូលចិត្តកុំភ្លេច like subscribe និង share ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យពួកយើងផលិតភាគបន្តទៀតជួបគ្នានៅភាគក្រោយសូមរងចាំសំណាងល្អកុំឲ្យជួបខ្មោចមករានិងក្រុមការងារបានទៅដល់ភូមិដាច់ស្រយាលមួយក្នុងខេត្តសៀមរាបមករាបានឮសំឡេងចម្លែកតាមរយៈមេក្រូថតសំឡេង
ដែលធ្វើឲ្យពួកគេចាប់ផ្ដើមមានមន្ទិលសង្ស័យតើអ្វីទៅជាអកំបាំងដែលលាក់ទុកនៅក្រោមផ្ទះឈើបុរាណនោះហើយតើបេសកកម្មថតកុនរបស់ពួកគេនឹងទៅជាយ៉ាងណានៅពេលពួកគេឈានជើងចូលទៅក្នុងវត្តអារាមដែលស្ងាត់ជ្រងំនៅព្រឹកព្រលឹមថ្ងៃបន្ទាប់មករាបានដឹកនាំក្រុមការងារធ្វើដំណើរទៅកាន់វត្តមួយដែលស្ថិតនៅចុងភូមិវត្តនេះមានឈ្មោះថាវត្តគោកធ្លោកជាវត្តបុរាណដែលមានព្រះវិហារចាស់ទ្រុឌទ្រោមស្លែដុះកាន់ពេញជញ្ជាំងនិងមានដើមពោធំធំលប់ត្រឈឹងត្រឆៃបាំងពន្លឺព្រះអាទិត្យស្ទើរតែជិតមករាថាមើលចុះព្រះវិហារនេះហើយដែលជាទីតាំងដ៏ល្អបំផុតសម្រាប់ឈុតបោះបាយបិណ្ឌរបស់ពួកយើងរូបភាពដែលបានមកច្បាស់ជាសំពិតនិងមានប្រលឹងខ្លាំងណាស់ទេវីសំឡេងបារម្ភថាមករាខ្ញុំមានអារម្មណ៍មិនស្រួលទាល់តែសោះវត្តនេះស្ងាត់ខុសធម្មតាគ្មានសំបីតែសំឡេងលោកសូត្រធម៌ឬសំឡេងក្មេងវត្តសោះតើពួកយើងគួរតែសុំអនុញ្ញាតនរណាម្នាក់មុនទេខណៈពេលដែលពួកគេកំពុងរៀបចំកន្លែងដាក់សម្ភារៈស្រាប់តែមានបុរសចំណាស់ម្នាក់ស្លៀកពាក់សបញ្ចិនឈើច្រត់ដើរចេញមកពីក្រោយព្រះវិហារនោះគឺតាដូងជាអាចារ្យវត្តដែលស្នាក់នៅទីនេះតែម្នាក់ឯងពួកក្មួយមកធ្វើអីនៅទីនេះកន្លែងនេះមិនមែនជាកន្លែងសម្រាប់លេងសើចឡើយមករាលើកដៃសំពះជំរាបសួរលោកតាពួកខ្ញុំជានិស្សិតមកពីភ្នំពេញចង់មកសុំទីតាំងវត្តថតកុនខ្នាតខ្លីតាក់ទងនឹងបុណ្យភ្ជុំបិណ្ឌលោកតាសូមជួយអនុញ្ញាតឲ្យពួកខ្ញុំផងលោកតាដងសម្លឹងមើលមុខមករានិងក្រុមការងារម្នាក់ដោយខ្សែភ្នែកត្រជាក់ស្រេកគាត់ដកដង្ហើមធំរួចពោលពាក្យដែលធ្វើឲ្យគ្រប់គ្នាព្រឺឆ្អឹងខ្នងចង់ថតក៏ថតទៅតែត្រូវថាកន្លែងនេះមានម្ចាស់បើចង់ធ្វើអ្វីមួយដែលពាក់ព័ន្ធនឹងវិញ្ញាណកុំធ្វើលេងសើចកុំប្រើរបស់ក្លែងក្លាយមកបុកបញ្ឆោតភ្នែកម្ចាស់ស្រុកឲ្យសោះបើហងឯងមិនគោរពហងឯងនឹងដឹងខ្លួនមិនខានទោះបីជាមានពាក្យប្រមានពីតាដូងក៏ដោយក៏មករានៅតែប្រកាន់ខ្ជាប់នៅបច្ចេកទេសដ៏ទំនើបរបស់ពួកគេដើម្បីសន្សំសំចៃថវិកាពួកគេបានរៀបចំបាយបិណ្ឌក្លែងក្លាយដែលធ្វើពីម្សៅនិងផ្លាស្ទិកហើយគ្រឿងសែនព្រេនផ្សេងទៀតក៏ជាជួរដែរទេវីមករាលោកតាកាលពីព្រឹកប្រមានយើងថាកុំប្រើរបស់ក្លែងក្លាយសែនឲ្យម្ចាស់ស្រុកខ្ញុំថាយើងគួរតែទិញបាយទឹកនិងផ្កាឈូកពិតមកសែនវិញល្អជាងទេមករាសើចទេវីអើយទេវីនេះជាការថតកុនតើក្នុងម៉ាស៊ីនថតរបស់ជួរទាំងនេះមើលទៅដូចជារបស់ពិតបេះបិទពួកយើងមិនមែនមកសែនមែនទេណាកុំបារម្ភពេកអីខណៈពេលដែលមករាកំពុងរៀបចំភ្លើងសម្រាប់ថតនៅពេលយប់ស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យបាយបិណ្ឌคล้ายៗទាំងនោះខ្ចាត់ខ្ចាយពេញដីភ្លាមនោះទេវីស្រាប់តែប្រទះឃើញស្រមោលខ្មៅមួយយ៉ាងធំឈរនៅមាត់បង្អួចព្រះវិហាររួចក៏រលាយបាត់នៅក្នុងភាពងងឹតតើស្រមោលខ្មៅដែលទេវីឃើញនោះជាអ្នកណាហើយតើមានអ្វីកើតឡើងនៅពេលថតយប់ដំបូងមកដល់ភ្លៀងដែលមិនគួរធ្លាក់នឹងនាំមកនៅភ្លៀងដែលមិនបានអញ្ជើញកុំភ្លេចរងចាំតាមដានក្នុងភាគទី3ដែលយើងនិយាយអំពីភ្លៀងខុសរដូវនិងសម្រេចដំបូងនៅក្នុងភាគមុនមករានិងក្រុមការងារបានជួបនឹងតាដូងដែលជាអាចារ្យវត្តចាស់ម្នាក់លោកតាប្រមានពួកគេថាកុំធ្វើលេងសើចនឹងម្ចាស់ស្រុកប៉ុន្តែមករានៅតែសម្រេចចិត្តប្រើរបស់សែនคล้ายៗដើម្បីថតកុនដដែលតើការមិនស្ដាប់បង្គាប់នេះនឹងនាំមកនៅគ្រោះថ្នាក់អ្វីខ្លះនៅក្នុងភាគទី3នេះនឹងមាននិទានដូចតទៅយប់ដំបូងបានមកដល់ខណៈពេលដែលមករាកំពុងបញ្ជាឲ្យក្រុមការងាររៀបចំភ្លើងដើម្បីថតកុនបោះបាយបិណ្ឌនៅមុខព្រះវិហារស្រាប់តែមេឃដែលធ្លាប់តែស្រឡះមានដួងច័ន្ទពេញវង្សបែរជាប្រែទៅជាខ្មៅងងឹតស្លុបក្នុងមួយប្រព្រឹត្តភ្នែកភ្លៀងបានចាប់ផ្ដើមធ្លាក់ចុះមកយ៉ាងខ្លាំង
លាយឡំនឹងខ្យល់កន្ត្រាក់ដែលបក់បកធ្វើឲ្យតង់នឹងសម្ភារៈថតស្ទើរតែហោះខ្ចាត់ខ្ចាយមករាស្រែកខ្លាំងថាឆាប់ប្រមូលសម្ភារៈចូលក្នុងព្រះវិហារលឿនប្រយ័ត្នសើម៉ាស៊ីនថតក្រុមការងារម្នាក់រត់មកប្រសាទទាំងភ័យខ្លាចទេវីដែលកំពុងកាន់ថាសបាយបិណ្ឌខ្លែងខ្លាយស្រាប់តែរអិលជើងដួលខណៈនោះមានអារម្មណ៍ថាដូចជាមានដៃត្រជាក់ស្រេបមកចាប់អូសជើងនាងពីក្រោយផ្ទះឈើក្បែរនោះប៉ុន្តែនាងគិតថាវាគ្រាន់តែជាការភ្លន់ច្រឡំភ្លៀងធ្លាក់មិនឈប់តាំងពីម៉ោង7យប់រហូតដល់ម៉ោង11យប់មករាចាប់ផ្ដើមអស់សង្ឃឹមព្រោះបើមិនបានថតយប់នេះទេពួកគេនឹងខាតបង់ពេលវេលាយ៉ាងខ្លាំងគ្រូដឹកនាំដែលមកជាមួយក៏សម្រេចចិត្តនាំសាសានុសិស្សទាំងអស់អង្គុយសំពះនៅមុខព្រះអង្គក្នុងព្រះវិហារដើម្បីសូត្រមន្តសុំខមាទោសនិងសុំឲ្យភ្លៀងឈប់មករាលោកគ្រូតើការសូត្រមន្តពិតជាអាចជួយបានមែនទេនេះវាជាបាតុភូតធម្មជាតិតើលោកគ្រូថាមករាកន្លែងខ្លះយើងមិនអាចមើលស្រាលបានទេសាកល្បងសូត្រមន្តជាមួយគ្នាបាក់គ្នាទៅស្របពេលដែលគ្រប់គ្នាចាប់ផ្ដើមសូត្រមន្តចប់ភ្លាមអ្វីដែលមិនគួរឲ្យជឿជាក់ក៏កើតឡើងភ្លៀងដែលកំពុងធ្លាក់ខ្លាំងបែរជាឈប់ងក់ភ្លាមតែម្ដងបរិយាកាសប្រែជាស្ងប់ស្ងាត់ច្รงំសូម្បីតែសំឡេងសត្វក៏បាត់អស់ដែរមករាបង្គាប់ឲ្យចាប់ផ្ដើមថតភ្លាមនៅក្នុងឈុតនោះទេវីត្រូវស្លៀកពាក់ជាអ្នកបោះបៃបិណ្ឌដើរជំនាញព្រះវិហារមករាពាក់កាសសដើម្បីផ្ទៀងផ្ទាត់សំឡេងពីមេក្រូដែលដាក់នៅជិតជញ្ជាំងព្រះវិហារមករាមុខស្លេកស្លាំងឈប់គ្រប់គ្នាឈប់សិនតើអ្នកណាកំពុងតែយំមែនទេគ្រប់គ្នានៅស្ងៀមធឹងប៉ុន្តែនៅក្នុងត្រចៀករបស់មករាគេឮសំឡេងស្ត្រីម្នាក់យំខ្សឹបខ្សួលរួចប្រែទៅជាសម្រែកដល់សែនឈឺចាប់លឿនពេញក្នុងកាសគេបោះកាសនោះចេញរួចសម្លឹងទៅកាន់ទីងងឹតក្រោយព្រះវិហារមករានិយាយខ្សឹបទេវីកុំទាន់ទៅទីនោះមានអ្វីម្យ៉ាងមិនស្រួលទេតើសម្រែកដែលមករានោះឮជានរណាហើយហេតុអ្វីបានជាមានតែគេម្នាក់គាត់ដែលឮតាមរយៈមេក្រូការថតកុនដែលពួកគេគិតថាជាល្បែងកំសាន្តកំពុងតែคล้ายជាសុបិនអាក្រក់បន្តិចម្ដងកុំភ្លេចតាមដាននៅក្នុងភាគទី4ដែលយើងនិយាយអំពីឧបសគ្គអកំបាំងនិងកាមេរ៉ាដែលថតជាប់អ្វីម្យ៉ាងបងប្អូនអើយតើបងប្អូនធ្លាប់ជួបហេតុការណ៍ភ្លៀងឈប់ងក់ក្រោយពេទ្យសូត្រមន្តដែរឬទេសូមខមមិនចែករំលែកខាងក្រោមហើយកុំភ្លេចរងចាំភាគបន្តបន្ទាប់ពីការសូត្រមន្តសូមម្ចាស់ទឹកម្ចាស់ដីភ្លៀងក៏បានឈប់ងក់យ៉ាងចម្លែកប៉ុន្តែនៅពេលចាប់ផ្ដើមថតមករាបែរជាឮសំឡេងស្ត្រីម្នាក់យំខ្សឹបខ្សួលយ៉ាងខ្លាំងតាមរយៈកាសស្ដាប់ដែលធ្វើឲ្យពួកគេព្រឺក្បាលស្ទើរគាំងបេះដូងតើមានអ្វីកើតឡើងបន្តទៀតនៅពេលដែលគ្រឿងឧបករណ៍បច្ចេកទេសទំនើបចាប់ផ្ដើមរាយការណ៍អំពីវត្តមានរបស់អ្នកដទៃមករាព្យាយាមសម្រួលអារម្មណ៍រួចបញ្ជាឲ្យចាប់ផ្ដើមថតឡើងវិញប៉ុន្តែរាល់ពេលដែលគេចុចប៊ូតុង record ស្រាប់តែអេក្រង់កាមេរ៉ាលោតចេញពណ៌ក្រហមរួចក៏រលត់ងក់តែម្ដងទោះបីជាបដូរថ្មីថ្មងឬបដូរ memory card ថ្មីក៏ដោយក៏វានៅតែរលត់ដដែលចម្លែកណាស់ថ្មពេញ memory ក៏ថ្មីហេតុអ្វីបាន record មិនចូលភ្លើង decor នៅទីនោះក៏រលត់ដែរឆាប់ទៅឆែកមើលខ្សែភ្លើងមើលក្រុមការងារម្នាក់បានរត់ទៅឆែកមើលខ្សែភ្លើងនៅជញ្ជាំងព្រះវិហាររួចក៏ស្រែកហៅមករាសំឡេងឡើងញ័រមករាមកមើលទីនេះលឿនខ្សែភ្លើងដែលដាច់នេះតែវាដូចជាមានស្នាមថ្មិញអ្វីម្យ៉ាងខំខ្ទេចខ្ទីអស់ហើយមករាដើរទៅមើលទាំងងឿងឆ្ងល់ខ្សែភ្លើងធំត្រូវបានខំដាច់ជាកង់ដូចជាសត្វម្យ៉ាងវាខឹងសម្បាក្នុងខណៈនោះមករាបានសាក់លបងមើលរូបភាពដែលទៅតែថតជាប់មុននេះបន្តិចមករាសំឡេងញ័រទេវីមកមើលទីនេះបន្តិចមើលក្នុងឈុតដែលឯងដើរបោះបាយបិណ្ឌនេះតើមានអ្នកណានៅក្បែរឯងទេវីថាអត់មានទេមករាខ្ញុំដើរម្នាក់ឯងតើគ្រប់គ្នានៅពីក្រោយកាមេរ៉ាទាំងអស់ហ្នឹងមករាបង្ហាញអេក្រង់ឲ្យទេវីមើលក្នុងរូបភាពដែលថតក្នុងទីងងឹតគេឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ខោអាវរហែកដាច់
ដើរអមដំណើរពីក្រោយទេវីជានិច្ចអ្វីដែលរំធត់នោះគឺស្រមោលនោះមានក្បាលប៉ុន្តែដៃរបស់វាហាក់ដូចជាកំពុងជាយាមលោកទៅចាប់ស្មារបស់ទេវីគ្រាន់តែឃើញរូបភាពនោះភ្លាមនាងក៏ដួលសម្លាប់បាត់ស្មារតីតែម្ដងបរិយាកាសនៅក្នុងវត្តប្រែជាត្រជាក់ស្រេបដល់ឆ្អឹងខ្នងស្រាប់តែទ្វារព្រះវិហារបិទជិតបានរបើកប៉ងផាំងយ៉ាងខ្លាំងទាំងដែលគ្មានខ្យល់បក់គ្រប់គ្នាឈប់ថតប្រមូលអីវ៉ាន់ចូលបន្ទប់ស្នាក់នៅវិញភ្លាមយប់នេះយើងមិនអាចថតបន្តបានទៀតទេគ្រប់គ្នាប្រមូលរបស់របរទាំងភ័យស្លន់ស្លោមករាអបកាមេរ៉ាចាប់នឹងទ្រូងគេមានអារម្មណ៍ថាសំឡេងសើចក្អាកក្អាយដែលឮក្នុងកាលពីមុនឥឡូវនេះវាហាក់ដូចใจកំពុងសើចនៅក្បែរត្រចៀករបស់គេផ្ទាល់តែម្ដងតើស្រមោលគ្មានក្បាលនោះជានរណាហើយហេតុអ្វីបានវាដេញតាមទេវីអាកំបាំងនៅអតីតកាលភូមិគោកធ្លោកកំពុងតែលិចចេញមកបន្តិចម្ដងហើយសូមកុំភ្លេចតាមដានភាគទី5ដែលយើងនិយាយអំពីរបាំហៅវិញ្ញាណនិងការបាត់ខ្លួនរបស់ទេវីឧបករណ៍បច្ចេកទេសទំនើបបានចាញ់នឹងអំណាចអាកំបាំងមករាបានប្រទះឃើញរូបភាពស្រមោលស្ត្រីគ្មានក្បាលដើរតាមក្រោយទេវីតាមរយៈកាមេរ៉ាដែលធ្វើឲ្យនាងសន្លប់បាត់ស្មារតីតើនឹងមានអ្វីកើតឡើងបន្តទៅទៀតនៅពេលដែលយប់កាន់តែជ្រៅហើយរបាំហៅវិញ្ញាណចាប់ផ្ដើមរំកិលខ្លួនចេញពីភាពងងឹតសូមតាមដានភាគទី5នេះដូចតទៅក្រុមការងារបាននឹមគ្នាគ្រាទេវីចូលសម្រាកនៅក្នុងសាលាឆទានក្បែរព្រះវិហារខណៈពេលដែលនាងកំពុងសម្លំទេវីបានយល់សពឃើញខ្លួនឯងកំពុងឈរនៅកណ្ដាលវាលស្រែដ៏ធំល្វឹងល្វើយដែលមានពន្លឺព្រះច័ន្ទពេញបរមីពណ៌ឈាមនាងបានឃើញស្ត្រីម្នាក់ស្លៀកពាក់ខ្មែរបុរាណតែគ្មានក្បាលកំពុងតែរំរបាំយឺតឆ្ពោះមករកនាងស្ត្រីអាកំបាំងសំលេងក្រលួញហងឯងថតរូបអញមែនទេចង់ឲ្យអញរំឲ្យមើលមែនទេចាំអញរំឲ្យមើលចោះនាងទេវីភ្ញាក់ដឹងខ្លួនទាំងញើសចោកខ្លួននាងស្រែកខ្លាំងរហូតធ្វើឲ្យមករានិងមិត្តភ័ក្តិដែលអង្គុយយាមនៅទីក្បែរនោះទុះមកសួរនាំទាំងភ័យស្លន់ស្លោស្របពេលដែលទេវីភ្ញាក់ឡើងស្រាប់តែមានសំឡេងសំណើចដ៏ក្រលួចលឿនលឺចេញពីគ្រប់ទិសទីវាហាក់ដូចជាកំពុងឡោមព័ទ្ធពួកគេទាំងកណ្ដាលអាត្រៀតមករាព្យាយាមដុតភ្លើងបំភ្លឺប៉ុន្តែមិនថាតែពិលឬភ្លើងអគ្គិសនីទេគឺវារលត់ទាំងអស់មករាសំឡេងញ័រអ្នកណាសើចចេញមកភ្លាមនោះនៅកណ្ដាលទីវត្តដែលស្ងាត់ជ្រងំអាប់តែមានរូបរាងស្ត្រីម្នាក់ចាប់ផ្ដើមរំរបាំក្នុងទីងងឹតនាងរំយ៉ាងទាន់ភ្លាន់ប៉ុន្តែរិលចលនាដៃជើងរបស់នាងឮសំឡេងក្រាប់ដូចជាឆ្អឹងបាក់បែកគ្រប់គ្នាឈោថ្មឹងភ្នែកបើកធំព្រោះស្ត្រីដែលកំពុងរំនោះគ្មានក្បាលឡើយខណៈពេលដែលគ្រប់គ្នាកំពុងភ័យតាក់ស្លុតនឹងរបាំទាំងនោះស្រាប់តែទេវីដូចជាត្រូវមេបាននរណាម្នាក់អូសទាញនាងដើរតម្រង់ទៅកាន់ស្រះទឹកមុខបុរាណក្រោយវត្តទាំងភ្នែកសម្លឹងត្រង់ទៅដូចមនុស្សបាត់បង់ស្មារតីមករាថាទេវីឈប់សិនឯងទៅណានឹងមករារត់តាមទេវីប៉ុន្តែមិនទាន់ដល់ផងក៏ទេវីក៏បានលោតចុះទៅក្នុងស្រះដ៏ជ្រៅបាត់ស្រមោលទៅអ្វីដែលកាន់តែរំធត់នោះគឺសំឡេងសំណើចដែលឮកាលពីមុនបានប្រែជាសំឡេងសម្រែកយ៉ាងខ្លាំងក្លាថារបស់សែនខ្លែងខ្លាយត្រូវសងដោយជីវិតពិតតើមករាសង្គ្រោះទេវីចេញពីទឹកស្រះនោះដែរឬទេហើយតើរបស់សែនខ្លែងខ្លាយដែលមករាបានរៀបចំឡើងវាពិតជាមានហេតុដែលធ្វើឲ្យវិញ្ញាណចាស់ស្រុកខឹងសម្បាមែនដែរឬទេសូមតាមដានស្ដាប់នៅក្នុងភាគទី6ដែលយើងនឹងនិយាយអំពីសំឡេងលក្ខខណ្ឌនិងអាកំបាំងនៃស្រះទឹកបុរាណនៅក្នុងព្រឹត្តិការណ៍ដ៏រំភើបបានឈានមកដល់ចំណុចកំពូលនៅពេលដែលទេវីដើរទាំងបាត់បង់ស្មារតីរួចលោតចុះទៅក្នុងស្រះទឹកបុរាណក្រោយវត្តបាត់ស្រមោលអ្វីដែលរំភើបនោះគឺសំឡេងចម្លែកស្រែកថាទៅសងដោយជីវិតពិតតើមករាអាចជួយមិត្តភ័ក្តិរបស់គេបានដែរទេហើយតើអាកំបាំងអ្វីដែលលាក់ទុកក្នុងស្រះទឹកនោះក្នុងភាគទី6នឹងមាននិទានដូចតទៅដោយមិនបងអង្គយូរមករាបានដោះអាវរួចលោតចុះទៅក្នុងស្រះទឹកដ៏ត្រជាក់ស្រេបនោះភ្លាមក្នុងទឹកស្រះនោះខ្មៅងងឹតស្លុប
គេមិនអាចមើលឃើញអ្វីឡើយមករាព្យាយាមរាវរកខ្លួនប្រាណរបស់ទេវីប៉ុន្តែអ្វីដែលគេប៉ះគឺមិនមែនជាខ្លួនមនុស្សទេប៉ុន្តែវាដូចជាសក់វែងអន្លាយដែលកំពុងរុំពាត់ជើងរបស់គេយ៉ាងណែនមករាស្រែកសំឡេងក្នុងចិត្តជួយផងវាទាញខ្ញុំទៅក្រោយហើយទេវីឯងនៅឯណាក្នុងដង្ហើមចុងក្រោយមករាបានឃើញពន្លឺពិលពីលើមាត់ស្រះដែលមិត្តភ័ក្តិរបស់គេបាញ់ចាំងចុះមកគេក៏ស្រវាចាប់ដៃទេវីបានរួចខំប្រឹងហែលឡើងមកលើគោកវិញទាំងត្រឡោកខ្យល់ទេវីដេកស្ដុបស្ដឹងខ្លួនប្រាណត្រជាក់ដូចទឹកកកគណៈពេលដែលគ្រប់គ្នាកំពុងជួយសង្គ្រោះទេវីមករាបានក្រឡេកទៅមើលម៉ាស៊ីនថតដែលគេទុកក្បែរមាត់ស្រះកំពូលភ្លើងរបស់វាពឿក្រហមនៅភ្លឹបផ្លេតមានន័យថាវាកំពុងរីខតមករាបានយកកាសមកពាក់ដើម្បីឆែកមើលថាមានអ្វីកើតឡើងក្នុងអំឡុងពេលនោះមករាមានសភាពមុខស្លេកស្លាំងគ្រប់គ្នាស្ងាត់បន្តិចមើលសំឡេងនេះមិនមែនជាសំឡេងពួកយើងទេនៅក្នុងកាសមករាឮសំឡេងស្ត្រីម្នាក់និយាយខ្សឹបថាពួកហងឯងយកបាយផ្លាស្ទិកមកឲ្យអញឃ្លានណាស់អញនឹងយកពួកហងឯងម្នាក់មកនៅកំដរអញជំនួសវិញសំឡេងនោះមិនមែនឮចាញ់ពីខាងក្រៅតែវាជាសំឡេងដែលកើតចេញពីលក្ខខណ្ឌនៃរលកសញ្ញាដែលថតចាប់វិញ្ញាណស្របពេលដែលគ្រប់គ្នាកំពុងភ័យតក់ស្លុតតាដូងបានចូលមកដល់មាត់ស្រះទឹកទាំងមុខមាំគាត់សម្លឹងមើលមករារួចងាកទៅមើលស្រះទឹកដ៏ស្ងប់ស្ងាត់នោះអញប្រាប់ហើយមែនទេកន្លែងនេះមានម្ចាស់កាលពីមុនទីនេះធ្លាប់ជាកន្លែងស្ត្រីម្នាក់ត្រូវបានគេធ្វើបាបរហូតដល់ដាច់ក្បាលស្លាប់រួចបោះសពចូលទៅក្នុងទឹកនេះនាងឃ្លាននាងរងចាំបនកុសលពិតប្រកបមិនមែនរបស់លេងសើចរបស់ពួកហងឯងទេមករាដឹងខ្លួនខុសគេសម្លឹងមើលកាមេរ៉ាក្នុងដៃរួចសម្លឹងមើលទេវីដែលមិនទាន់ដឹងខ្លួនគេយល់ហើយថាសំឡេងលក្ខខណ្ឌដែលគេឮគឺជាសំឡេងការរយុទ្ធធัวនិងការស្រេកឃ្លាននៃវិញ្ញាណដែលត្រូវគេបោះបង់ចោលតើមករានឹងធ្វើដូចម្ដេចដើម្បីឲ្យវិញ្ញាណស្ត្រីគ្មានក្បាលនោះហើយតើទេវីនឹងអាចដឹងខ្លួនមកវិញទេបើប្រលឹងរបស់នាងត្រូវបានវិញ្ញាណនោះចាប់ទុកក្នុងស្រះទឹកបាត់ទៅហើយនៅក្នុងភាគទី7ដែលយើងនិយាយអំពីវិញ្ញាណដែលមិនបានអញ្ជើញនិងអកម្បាំងនៃអតីតកម្មប្រិយមិត្តអើយតើអ្នកគិតថាបាយបិណ្ឌคล้ายคล้ายពិតជាអាចធ្វើឲ្យខ្មោចខឹងដល់ថ្នាក់យកជីវិតមែនទេឬសូមរងចាំភាគបន្តមករាបានជួយសង្គ្រោះទេវីចេញពីស្រះទឹកបុរាណប៉ុន្តែនាងនៅតែសម្លាប់ស្រុកស្ដឹងមិនទាន់ដឹងខ្លួនអ្វីកាន់ដែលរំភើបនោះគឺសំឡេងថតចាប់ក្នុងមេក្រូបានបង្ហាញថាវិញ្ញាណស្ត្រីគ្មានក្បាលខឹងសម្បានឹងការសែនព្រេនដោយរបស់លេងសើចតើអតីតកាលដ៏ឈឺចាប់របស់វិញ្ញាណនេះជាអ្វីហេតុអ្វីបានជាវាដេញតាមតែទេវីនៅក្នុងភាគទី7នឹងមានរឿងរំភើបជាច្រើននឹងអកម្បាំងដូចតទៅតាដូងបាននាំមករានិងមិត្តភ័ក្តិមកអង្គុយជុំគ្នានៅជិតរូបសំណាក់ព្រះអង្គក្នុងសាលាឆាន់គាត់ចាប់ផ្ដើមនិទានរឿងរ៉ាវកាលពី50ឆ្នាំមុនកាលនោះមានស្ត្រីម្នាក់ឈ្មោះស្រីមុំជាអ្នករំលបាំដល់ល្បីល្បាញក្នុងភូមិនាងត្រូវបានគេធ្វើបាបដោយអយុត្តិធម៌រួចសម្លាប់បំបិតមាត់ដោយកាត់ក្បាលបោះចូលទៅក្នុងទឹកស្រះនេះនៅថ្ងៃបុណ្យភ្ជុំបិណ្ឌស្រីមុំនាងស្លាប់ទាំងក្តីចងអាឃាតនាងឃ្លានបាយបិណ្ឌដែលគេបោះឲ្យសាច់ញាតិប៉ុន្តែគ្មាននរណាម្នាក់នឹកនាដល់នាងឡើយអ្វីដែលសំខាន់បំផុតផ្ទៃមុខរបស់ទេវីមានលក្ខណៈដូចស្រីមុំបេះបិទហាក់ដូចជាប្រលឹងតែមួយអញ្ចឹងមករាភ្ញាក់ផ្អើលអញ្ចឹងមានន័យថាទេវីគឺជាការចាប់ជាតិថ្មីរបស់ស្រីមុំមែនទេលោកតាចុះហេតុអ្វីបានជានាងដេញតាមសម្រាប់ខ្លួនឯងខណៈពេលកំពុងស្ដាប់តាដូងនិទានមករាបានងាកទៅមើលម៉ាស៊ីនថតដែលគេដាក់តម្រង់ទៅរកទេវីស្រាប់តែនៅលើអេក្រង់ LD របស់កាមេរ៉ាគេឃើញមានរូបស្ត្រីម្នាក់អង្គុយក្បែរខ្នើយរបស់ទេវីស្ត្រីនោះគ្មានក្បាលទេប៉ុន្តែនាងកំពុងតែអង្អែលសក់ទេវីយ៉ាងថ្នមមករាខ្សឹបប្រាប់មិត្តភ័ក្តិកុំងាកមើលក្រោយមើលក្នុងអេក្រង់នេះ
នាងនៅទីនេះនាងនៅក្នុងបន្ទប់ជាមួយពួកយើងគ្រប់គ្នាភ័យរំភើបញើសហូរជើខ្នងវិញ្ញាណនោះចាប់ផ្ដើមនិយាយចេញមកប៉ុន្តែមិនមែនឮដោយត្រចៀកទេគឺឮតាមរយៈមេក្រូដែលមករាបានភ្ជាប់ទៅជាមួយនឹងកាសសំឡេងវិញ្ញាណស្រីមុំសំឡេងក្រលួចអញមិនចង់សម្លាប់នាងទេអញគ្រាន់តែចង់បានក្បាលអញមកវិញពួកហងឯងយកក្បាលអញទៅទុកនៅឯណាស្រាប់តែភ្លើងទៀនក្នុងសាលាឆោទៀនរលត់អស់មករាព្យាយាមកាន់ម៉ាស៊ីនថតឲ្យជាប់ទោះបីជាដៃគេរបស់គេញ័រយ៉ាងណាក៏ដោយគេក៏ដឹងថាបើគេអាចថតជាប់សញ្ញាអ្វីមួយយ៉ាងពីវិញ្ញាណនេះគេប្រហែលជាអាចជួយទេវីបានមករាអ្នកមីងស្រីមុំពួកខ្ញុំមិនបានដឹងពីរឿងអតីតកាលមុនទេសូមអ្នកមីងកុំធ្វើបាបមិត្តភក្តិខ្ញុំអីពួកខ្ញុំត្រូវធ្វើដូចម្ដេចទៅបានអ្នកមីងបានស្ងប់ចិត្តស្រាប់តែមានសម្លេងខ្យល់កន្ត្រាក់បកមកយ៉ាងខ្លាំងធ្វើឲ្យកាមេរ៉ារបស់មករាធ្លាក់ចុះមកដល់ដៃបែកកញ្ចក់ឡែនតិចខ្ទីអស់នៅក្នុងភាពងឹតស្លុបនោះមករាបានឮសម្លេងខ្សឹបចុងក្រោយថាពួកឯងទៅរកក្រមដើមពោទីនោះហើយជាកន្លែងដែលអញដេកចាំតើមានអ្វីនៅក្រមដើមពោបុរាណនោះហើយតើមករានឹងហ៊ានទៅទីនោះទាំងកណ្ដាលយប់អាត្រៀបដែរឬទេដើម្បីសង្គ្រោះជីវិតនាងទេវីកុំភ្លេចរងចាំតាមដាននៅក្នុងភាគទី8ដែលយើងនិយាយអំពីការស្វែងរកនៅក្រមដើមពោនិងការទាសងបងប្អូនអើយតើអ្នកហ៊ានទៅជីកដីក្រមដើមពោធំនោះក្នុងវត្តពាក់កណ្ដាលយប់ដែរឬទេសូម comment ប្រាប់យើងផងកុំភ្លេច like និង subscribe ដើម្បីរងចាំភាគបន្តវិញ្ញាណស្ត្រីគ្មានក្បាលបានបង្ហាញខ្លួនយ៉ាងច្បាស់តាមកាមេរ៉ារបស់មករានាងបានទាមទាររោគក្បាលរបស់នាងដែលបាត់បង់កាលពី50ឆ្នាំមុនតើអ្វីទៅជាអាកំបាំងដែលលាក់ទុកនៅក្រោមដើមពោធំកណ្ដាលវត្តហើយតើមករាហ៊ានប្រឈមមុខនឹងភាពងងឹតដើម្បីសង្គ្រោះទេវីដែរឬទេនៅក្នុងភាគទី8នេះដូចតទៅម៉ោងជិត2ទៀបភ្លឺបរិយាកាសក្នុងវត្តកាន់តែស្ងាត់ជ្រងំមករាសម្រេចចិត្តកាន់ចប់ជីកនិងពិលបើទោះបីជាមិត្តភ័ក្តិដតីទៀតព្យាយាមខិតក៏ដោយគេដើរតម្រង់ទៅរកដើមពោដ៏ធំដែលនៅកណ្ដាលទីធ្លាវត្តដែលមានរូបសំណាក់អ្នកតានិងកូនផ្ទះទេវតាតូចរាយប៉ាយជំវិញមករាដកដង្ហើមញាប់ខ្ញុំត្រូវតែធ្វើវាបើមិនរកឲ្យឃើញទេវីច្បាស់ជាមិនអាចដឹងខ្លួនមកវិញឡើយអ្នកមីងស្រីមុំសូមជួយបង្ហាញផ្លូវខ្ញុំផងខណៈពេលដែលមករាដើរទៅដល់ក្រោមដើមពោស្រាប់តែពេលរបស់គេចាប់ផ្ដើមរលត់រួចក៏ភ្លឺឡើងវិញគេបានឃើញស្រមោលស្ត្រីម្នាក់អង្គុយយំនៅគៀនគល់ឈើប៉ុន្តែនៅពេលដែលគេបញ្ចាំងពេលទៅស្រមោលនោះក៏រលាយបាត់នៅក្នុងដើមឈើភ្លាមមករាចាប់ផ្ដើមជីកដីនៅត្រង់កន្លែងដែលស្រមោលនោះបាត់ទៅដីនៅទីនោះរឹងនិងមានឫសឈើច្រើនណាស់ជីកបានប្រហែលកន្លះម៉ែត្រស្រាប់តែចប់របស់គេប៉ះនឹងវត្ថុរឹងម្យ៉ាងតឹងគេប្រើដៃកាយចេញរួចក៏ប្រទះឃើញក្អមបុរាណមួយដែលត្រូវបានបិទជិតដោយក្រណាត់សម្ពត់ពឺអសមករាបើកក្រណាត់សម្ពត់នោះចេញរួចក៏ស្រែកចំហមាត់ក្នុងក្អមនោះគឺជាលលាក្បាលមនុស្សដែលមានសក់ខ្មៅវែងអន្លាយនៅជាប់នឹងឆ្អឹងនៅឡើយអ្វីដែលកាន់តែរំធត់នោះគឺនៅលលាក្បាលនោះមានមជុលមាសមួយចាក់ចំកណ្ដាលថ្ងាសដូចជាគេធ្វើអំពើថ្មប់ដើម្បីបង្ខាំងវិញ្ញាណមិនឲ្យទៅចាប់ជាតិភ្លាមបន្ទាប់ពីមករាដកបញ្ជូលមាសនោះចេញពីលលាក្បាលស្រាប់តែមានខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងធ្វើឲ្យដើមពោដ៏ធំយល់មកដូចជានឹងបាក់សំឡេងស្រីមុំកាលពីមុនបានប្រែជាសំឡេងសើចយ៉ាងក្រលួចលឿនលឺពេញវត្តវិញ្ញាណស្រីមុំសំឡេងខ្លាំងអញបានសេរីភាពហើយពួកហងឯងដែលធ្វើបាបអញកាលពីមុនត្រូវតែសងជីវិតឲ្យអញវិញមករាដឹងខ្លួនថាការដែលគេដកបញ្ចូលនោះចេញគឺមិនត្រឹមតែជួយរំដោះព្រលឹងទេតែវាថែមទាំងបញ្ចេញនៅកំហឹងដែលបានបង្ខាំងទុកជាច្រើនឆ្នាំទៀតវិញ្ញាណស្រីមុំចាប់ផ្ដើមបង្ហាញខ្លួនយ៉ាងច្បាស់នៅចំពោះមុខមករាដៃរបស់នាងលូកមកចង់ច្របាច់កមករា
តើមករាអាចកាច់ផុតពីកំហឹងរបស់ស្រីមុំបានដែរឬទេហើយតើមជុលមាសនោះជារបស់អ្នកណាអតីតកាលដ៏ខ្មៅងងឹតនៃភូមិកោកធ្លោកកំពុងតែរង្គើបន្តិចម្ដងហើយនៅក្នុងភាគទី9ដែលយើងនឹងនិយាយអំពីវិធីសុំខមាទោសការបូជាវិញ្ញាណប្រិយមិត្តអើយបើបងប្អូនជីកដីឃើញក្អមដែលមានរលាក្បាលតើបងប្អូនហ៊ានបើកមើលទេសូមជួយ comment ប្រាប់យើងខ្ញុំផងមករាបានជីករកឃើញលលាក្បាលរបស់ស្រីមុំដែលត្រូវបានគេធ្វើអំពើបង្ខាំងទុកក្រោបដើមពោអស់រយៈពេលច្រើនទសវត្សរ៍តើមករានិងតាដូងអាចរំដោះកំហឹងនេះបានដែរឬទេហើយតើជីវិតរបស់នាងទេវីនឹងទៅជាយ៉ាងណាវិញ្ញាណស្រីមុំបានបង្ហាញខ្លួនយ៉ាងច្បាស់នៅចំពោះមុខមករានាងគ្មានក្បាលទេប៉ុន្តែសម្រែករបស់នាងលឿនលឺចេញពីគ្រប់ទិសទីមករាដួលទៅលើដីទាំងអបក្អមនៅលាក្បាលជាប់នឹងទ្រូងក្នុងខណៈដែលវិញ្ញាណនោះលោកដីមកចង់ច្របាច់កមករាស្រាប់តែតាដូងដើរចូលមកដល់រួចបាច់អង្កាមសែននិងសូត្រមន្តយ៉ាងខ្លាំងលោកតាដូងស្រែកសំឡេងយ៉ាងមឹមស្រីមុំឈប់ភ្លាមក្មេងទាំងនេះមិនដឹងអីទេគេមកទីនេះដើម្បីជួយរំដោះនាងឲ្យមានសេរីភាពតើកុំសាងបាបកម្មបន្តទៀតអីវិញ្ញាណស្រីមុំសំលេងយំខ្សឹបខ្សួលពួកវាបោកបញ្ឆោតអញពួកវាយករបស់คล้ายៗមកឲ្យអញឈឺចាប់ណាស់លោកតាដូងបង្គាប់ឲ្យមករារៀបចំស្លាធัวបៃសីនិងអាហារពិតដែលបានមកពីអ្នកភូមិមករាបានលូតចង្គង់សំពះនៅមុខលលាក្បាលរបស់ស្រីមុំរួចពោលពាក្យសុំខមាទោសចេញពីចិត្តពិតប្រាកដគេដឹងខ្លួនខុសដែលមើលស្រាលលើជំនឿនិងការឈឺចាប់របស់អ្នកដទៃមករាសំលេងអួលដើមកអ្នកមីងស្រីមុំខ្ញុំសុំទោសខ្ញុំល្ងងខ្លៅដែលយករបស់คล้ายៗមកលេងសើចសូមអ្នកមីងទទួលយកអាហារពិតនិងបុណ្យកុសលដែលខ្ញុំបានសាងហើយសូមឲ្យដោះលែងមិត្តភក្តិខ្ញុំផងស្របពេលនោះទេវីដែលកំពុងសន្លប់នៅក្នុងសាលាឆទានស្រាប់តែចាប់ផ្ដើមរវើរវាយនាងនិយាយចេញមកនៅពីអតីតកាលដែលនាងមិនធ្លាប់ដឹងអញអភ័យទោសឲ្យតែត្រូវយកក្បាលអញទៅបូជាឲ្យបានត្រឹមត្រូវមករានិងតាដូងបានរៀបចំដុតកំទេចសពនិងលលាក្បាលរបស់ស្រីមុំតាមប្រពៃណីខណៈពេលដែលផ្សែងហុយឡើងទៅលើអាកាសគ្រប់គ្នាបានឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ខ្មែរបុរាណដើរចេញពីផ្សែងនោះទាំងមានតីមុខញញឹមស្រស់ស្រាយនាងងក់ក្បាលដាក់មករារួចក៏រលាយបាត់ទៅក្នុងពន្លឺព្រះច័ន្ទតាដូងនាងទៅហើយនាងទៅកាន់ទីសុខស្ងប់ហើយអំពា50ឆ្នាំត្រូវបានបញ្ចប់នៅយុគនេះឯងភ្លាមនោះទេវីក៏ដឹងខ្លួនឡើងវិញនាងហាក់ដូចជាមិនចាំរឿងរ៉ាវដែលបានកើតឡើងឡើយប៉ុន្តែអារម្មណ៍ភ័យខ្លាចកាលពីមុនបានរសាត់បាត់អស់ពីចិត្តនាងតើការថតកុនរបស់មករានឹងទៅជាយ៉ាងណាបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវដ៏រំភើបនេះហើយតើសំឡេងដែលថតជាប់ក្នុងកាមេរ៉ាកាលពីយប់មុននៅតែមានវត្តមានដែរឬទេកុំភ្លេចតាមដានក្នុងភាគទី10ដែលជាភាគបញ្ចប់ដែលយើងនឹងនិយាយអំពីសេចក្តីបញ្ចប់និងមេរៀនដែលមិនអាចបំភ្លេចបានប្រិយមិត្តបងប្អូនអើយតើអ្នកជឿទេថាការសុំទោសចេញពីចិត្តពិតប្រាកដអាចរំដោះកម្មពៀបានដែរឬទេសូមខមមិនចែករំលែកអារម្មណ៍របស់អ្នកហើយកុំភ្លេចរងចាំភាគបញ្ចប់ព្រឹកព្រលឹមថ្ងៃថ្មីបានមកដល់បាត់គោកធ្លោកដែលធ្លាប់តែស្ងាត់ជ្រងំនិងគួរឲ្យខ្លាចបែរជាប្រែជាមានពន្លឺព្រះអាទិត្យចែងចាំងយ៉ាងស្រស់បំព្រងមករាអង្គុយនៅមាត់ស្រះទឹកដែលគេធ្លាប់លោតចោះជួយទេវីទឹកក្នុងស្រះនោះលែងខ្មៅងងឹតទៀតហើយតែវាថ្លាឆ្លោះដល់បានមករាសំលេងក្នុងចិត្តថាជួនកាលអ្វីដែលយើងមើលមិនឃើញមិនមែនមានន័យថាវាគ្មាននោះទេហើយអ្វីដែលយើងគិតថាជាល្បែងកំសាន្តវាក៏អាចជាការឈឺចាប់ពេញមួយជីវិតរបស់អ្នកដទៃទេវីដើរចូលមកអង្គុយក្បែរមករានាងមានអារម្មណ៍ថាខ្លួននាងបានស្រឡះដូចជាបានដោះលែងបន្ទុកអ្វីម្យ៉ាងដែលនាងបានផ្ទុកមកជាច្រើនឆ្នាំអញ្ចឹង
នាងមានចាំរឿងរន្ធត់កាលពីយប់មិញទេតែនាងមានអារម្មណ៍ថានាងបានធ្វើរឿងដ៏ត្រឹមត្រូវមួយមករាសម្រាប់ចាត់ថតឈុតចុងក្រោយនៃកុនរបស់គេលើកនេះគេមិនប្រើរបស់คล้ายคล้ายទៀតទេគេបាននាំអ្នកភូមិមករៀបចំបាយបិណ្ឌពិតពិតការឈូកពិតពិតនិងទឹកចិត្តពិតពិតការថតប្រព្រឹត្តទៅយ៉ាងលលូនបំផុតមុននឹងចាក់ចេញមករាបានឆែកមើលហ្វីលសំឡេងដែលគេថតជាប់កាលពីយប់មិញជាលើកចុងក្រោយមករានិយាយខ្សឹបហេចម្លែកណាស់ហ្វីលសំឡេងស្រែកនិងសំឡេងយំទាំងអស់គឺបាត់អស់តែម្ដងប៉ុន្តែនៅចុងបញ្ចប់នៃហ្វីលមួយដែលគេថតជាប់ពេលបូជាសពស្រាប់តែមានសំឡេងដ៏ស្រទន់មួយលឿនលឺឡើងថាអរគុណមករាអរគុណមករាញញឹមរួចលុបហ្វីលនោះចោលដើម្បីទុកជាការសម្ងាត់រវាងគេនិងវិញ្ញាណស្រីមុំក្រុមនិស្សិតបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញកុនខ្នាតខ្លីរបស់ពួកគេទទួលបានជោគជ័យយ៉ាងខ្លាំងប៉ុន្តែមករាមិនដែលប្រាប់នរណាម្នាក់អំពីរឿងរ៉ាវពិតដែលបានកើតឡើងឡើយគេបានខ្លាយជាអ្នកដឹកនាំម្នាក់ដែលគោរពវប្បធម៌និងជំនឿជានិច្ចលោកតាដងបានបន្លឺសំឡេងឡើងថាចូលចាំក្មេងៗអើយវិទ្យាសាស្ត្រអាចបញ្យល់ពីរបៀបដែលម៉ាស៊ីនថតដំណើរការប៉ុន្តែបេះដូងនិងជំនឿទេដែលបញ្យល់អំពីតម្លៃនៃព្រលឹងមនុស្សកុំធ្វើលេងសើចនឹងអ្វីដែលពួកអស់ឯងមិនយល់រឿងរ៉ាវសំឡេងលក្ខខណ្ឌបានឈានមកដល់ទីបញ្ចប់ហើយរឿងនេះចង់អប់រំយើងថាការគោរពគ្នាទៅវិញទៅមកមិនថាជាមនុស្សរស់ឬអ្នកដែលស្លាប់ទៅហើយនោះទេគឺជាសិលធម៌ដ៏សំខាន់បំផុតមុននឹងបោះបង់ជំនឿអ្វីមួយសូមកុំមើលងាយវាសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីភាគ1រហូតដល់ភាគ10នេះប្រសិនបើបងប្អូនចូលចិត្តសាច់រឿងបែបនេះសូមកុំភ្លេចជួយចុច Subscribe Like និង Share ដើម្បីរងចាំតាមដានសាច់រឿងថ្មីទៀតពីយើងខ្ញុំតើបងប្អូនចង់ឲ្យយើងនិទានរឿងអ្វីបន្តទៀតសូម comment ប្រាប់ខាងក្រោមមកណាជួបគ្នាពេលក្រោយៗទៀតសូមឲ្យសុបិនល្អខ្លាយជាការពិត